ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងវីដេអូក្នុងថ្ងៃនេះខ្ញុំនាំបងប្អូនចាមកមើលពីទស្សនវិជ្ជានៃការរស់នៅចាផ្ទះនៅក្នុងរដ្ឋ Florida គឺនៅក្នុងភូមិចាដែលខ្ញុំបានជួលផ្ទះ Airbnb ស្នាក់នៅរដ្ឋ Florida ពេលខ្ញុំមកលេងហ្នឹងណាចាអញ្ចឹងឥឡូវហ្នឹងគឺដំបូងគឺពួកខ្ញុំនាំគ្នាមកលេង Water Park ចាដែលនៅក្នុងភូមិហ្នឹងសិនចាមើលកូនខ្ញុំគឺថាលេងទឹកសប្បាយណាស់បងប្អូនអើយនេះកូនប្រុសហើយនេះកូនស្រីគឺគេចូលចិត្តលេងទឹកស្លាយមែនតើណាហើយចំពោះអ្នកដែលរស់នៅក្នុងភូមិហ្នឹងគឺគេបង់ HOA អញ្ចឹងហើយគឺអាចមកលេងកន្លែងហ្នឹងបានដោយសេរីហើយចំណាយពួកខ្ញុំចាដែលជាអ្នកជួលផ្ទះ Airbnb ស្នាក់នៅរយៈពេល10ថ្ងៃហ្នឹងចាគឺពួកខ្ញុំត្រូវបង់$35ចាសម្រាប់មកផ្ទះហ្នឹងណាអញ្ចឹងហើយគឺមកលេងពេលណាក៏បានហើយក្នុងរយៈពេល10ថ្ងៃហ្នឹងគាត់ថាបានមកលេងកន្លែងហ្នឹង2ដងទេបងប្អូនអើយចាព្រោះថាកន្លែងតែដើរលេងទៅនេះទៅនោះអញ្ចឹងណាចាចឹងហើយការរស់នៅក្នុងរដ្ឋ Florida ដូចខ្ញុំធ្លាប់បានជំរាបជូនពុកម៉ែបងប្អូនអញ្ចឹងបើនិយាយពីអាកាសធាតុវិញគឺថាដូចនៅស្រុកខ្មែរអញ្ចឹងបងប្អូនអើយចាពេលដែលបានមកលេងរដ្ឋ Florida ហើយចាគឺមានអារម្មណ៍ដូចបានទៅលេងខ្មែរអញ្ចឹងចំពោះតម្លៃផ្ទះវិញនៅខាងរដ្ឋ Florida ហ្នឹងបងប្អូនចានៅក្រុងខ្លះក៏ថោកចាក្រុងខ្លះក៏ថ្លៃនិយាយទៅនៅក្នុងប្រទេសអាមេរិកនេះបងប្អូនរដ្ឋណាក៏ដោយចាគឺមានតំបន់ផ្ទះថ្លៃនិងផ្ទះថោកគ្រាន់តែថារដ្ឋខ្លះទោះជាផ្ទះថោកយ៉ាងណាក៏អត់មានត្រឹមតម្លៃ10,000ជាង20,000ស្ដាងឯដែរអញ្ចឹងណាក៏ប៉ុន្តែនៅខាងរដ្ឋ Florida ហ្នឹងបើសិនយើងទៅខាងក្រុងអូខាឡាចាទៅខាងអីហ្នឹងគឺយើងអាចរកទិញផ្ទះបានតម្លៃ22-23,000រស់នៅបានចាហើយសមរម្យអញ្ចឹងណាហើយចំពោះអាកាសធាតុវិញគឺនៅអូខាឡាក៏រៀងក្តៅបងប្អូនអានេះអ្វីដែលខ្ញុំធ្លាប់ឆែកពីមុនមកដោយសារតែខ្ញុំចិត្តចង់មូទៅរស់នៅ Florida ដែរបងប្អូនក៏ប៉ុន្តែអ្វីដែលជាឧបសគ្គគឺថាអត់មានសាលាកូនល្អហើយនឹងអត់មានការងារប្តីខ្ញុំនឹងតែម្ដងចាកុំអីហ្នឹងពេលដែលមូមកណត់កន្លែងណាហ្នឹងអត់មកអូហាយ៉ូទេចាទៅខាង Florida ហ្នឹងហើយក៏ប៉ុន្តែដោយសារតរការងារប្តីខ្ញុំអត់បានអញ្ចឹងណាចាអញ្ចឹងឥឡូវខ្ញុំនាំបងប្អូនទៅមើលពីបរិយាកាសនេះបងប្អូននៅក្នុងភូមិចាផ្ទះ Airbnb ដែលខ្ញុំជួលស្នាក់នៅហ្នឹងបងប្អូនចាភូមិនេះធំណាស់បងប្អូនចាហើយផ្ទះគេវិញគឺមានជាប្រភេទផ្ទះ single house ហើយនិងផ្ទះ town house ចា single house គឺជាប្រភេទផ្ទះដាច់ពីគេពីឯងអញ្ចឹងណាគ្រាន់ថាដីមិនធំណាស់បងប្អូនដីក្នុងផ្ទះនេះបានត្រឹម0.25ទៅ0.3តែប៉ុណ្្នឹងឯងក៏ប៉ុន្តែផ្ទះមួយគឺសិតតែមានភូលហើយចំពោះផ្ទះ town house វិញគឺជាផ្ទះដែលជាប់គ្នាចាដោយផ្ទះល្វែងយើងនៅស្រុកខ្មែរអញ្ចឹងបងប្អូនចាហើយទំហំវិញក៏មិនទូចណាស់ណាដែរខ្ញុំឆែកទៅឃើញបាន2000 square feet ជាងអីដែរចាហើយផ្ទះខ្លះមាន3បន្ទប់4បន្ទប់អីអញ្ចឹងទៅក៏ប៉ុន្តែគឺអត់មានក្រាស់ឡានចតទេបងប្អូនចាគឺយើងត្រូវចតមុខផ្ទះអញ្ចឹងណាចាអញ្ចឹងឥឡូវនេះបងប្អូនដើរមកគឺឃើញមានគេដាក់ថង់ដាក់អីនេះអ្នកដែលគេមានឆ្កែមានអីដឹកចេញមកក្រៅឲ្យវាជុះអញ្ចឹងណាគឺអត់អាចຕົកវាថាលិមួកសัตว์នៅតាមផ្លូវទេគឺម្ចាស់ដឹកឆ្កែហ្នឹងត្រូវតែកែបលមួកឆ្កែហ្នឹងចាតែគេឃើញគឺគេផាកពិន័យហើយចំពោះបរិយាកាសផ្ទះបងប្អូនផ្ទះមួយគឺអត់មាន siding ទេនៅខាងនេះចាគឺជាប្រភេទផ្ទះគេហៅថាផ្ទះស៊ីម៉ងបងប្អូនចាហើយដំបូលវិញគឺប្រាក់ជាមួយនឹងក្បឿងបងប្អូននិយាយទៅខ្ញុំស្រឡាញ់មែនតែនពេលដែលឃើញផ្ទះប្រាក់ក្បឿងជាពិសេសបងប្អូនឃើញមានដើមត្នោតនៅពីមុខឯងអូយខ្ញុំនិយាយទៅឲ្យតែឃើញដើមត្នោតបងប្អូនអើយស្រឡាញ់ណាស់ទោះជាវាមិនមានផ្លែអញ្ចឹងណាចាហើយបើសិនជានៅខាងអូហាយ៉ូដាំបានអីអូយខ្ញុំដាក់ពីបេដៅមុខផ្ទះហើយព្រោះថាស្រឡាញ់ណាស់ឃើញដើមត្នោតហើយចាដូចឃើញស្រុកខ្មែរយើងអញ្ចឹងចាហើយមើលពីម៉ូដផ្ទះយើងវិញបងប្អូនចាមានប្រភេទផ្ទះ Ranch style ចាក៏ដូចជាផ្ទះ2ជាន់អញ្ចឹងណាហើយផ្ទះខ្លះមានទំហំដល់ទៅ4,500 square feet បងប្អូនហើយតាក់ទងជាមួយនឹងតម្លៃផ្ទះក្នុងភូមិនេះចាគឺ start យ៉ាងថោកចាចំពោះផ្ទះ single house គឺ start ចាប់ពី40,000ជាងឡើងទៅដល់60,000ទេនៅក្នុងភូមិនេះខ្ញុំឃើញថ្លៃជាងគេត្រឹម65,000បងប្អូនចាហើយចំពោះប្រភេទផ្ទះ town house វិញចាគឺមានតម្លៃ start ចាប់ពី30,000រហូតដល់40,000ចាហើយនៅក្នុងភូមិនោះមានផ្ទះលក់ច្រើនមែនតើបងប្អូនចាមិនថាផ្ទះ single house មិនថាផ្ទះ town house ហើយបងប្អូនឃើញនៅអាមេរិកគឺថាស្ងប់ស្ងាត់អត់រញ៉េរញ៉ៃទេចាអត់មានវាថាអ្នកណាបកសំឡេងរំខានទេ
និយាយទៅបើសិនជាផ្ទះនៅចិត្ត water park មិញណាអាចមានសម្លេងរំខានខ្លះព្រោះថានៅក្នុង water park ហ្នឹងគឺថ្ងៃសៅរ៍អាទិត្យអីគឺគេមានចាក់ភ្លេងចាក់អីរាំអញ្ចឹងណាចាមានលក់ស្រាក្លុកមានអីអញ្ចឹងទៅអញ្ចឹងហើយអាចមានភ្លេងអីតិចតួចក៏ប៉ុន្តែបើសិនយើងនៅឆ្ងាយពីកន្លែង water park មិញហ្នឹងចា club house គេហ្នឹងគឺថាអត់មានសម្លេងរំខានអីទេហើយពេលដែលខ្ញុំដើរទៅហ្នឹងគឺថាស្ងប់ស្ងាត់មែនតែនហើយដោយសារតែខ្ញុំមកលេងកន្លែង water park ហ្នឹងវាអត់មានកន្លែងចតឡានបងប្អូនអញ្ចឹងហើយប្តីខ្ញុំក៏ចតឆ្ងាយពីកន្លែងលេងហ្នឹងហ៎ចាហើយគាត់ឲ្យចាំនៅមុខហ្នឹងដើរចាំគាត់ដើរម្នាក់ឯងមកយកឡានទៅក៏ប៉ុន្តែខ្ញុំនេះចង់ថតទស្សនភាពចាផ្ទះស្អាតស្អាតឲ្យបងប្អូនបានឃើញហ៎អញ្ចឹងហើយក៏ទាដើរមកជាមួយគាត់ដែរចាអញ្ចឹងផ្ទះក្នុងភូមិនេះបងប្អូនលឺហើយចាថាតម្លៃផ្ទះគឺវាមានតម្លៃដល់ទៅ60,000ជាងក៏ប៉ុន្តែបើតាក់ទងពីសាលាក្មេងវិញគឺថាអន់មែនតើបងប្អូនចាសាលាបានតែ3លើ10ចា2លើ10គឺថាវាទៀបរែងវាហើយបើសិនយើងចង់ឲ្យកូនបានរៀនសាលាល្អគឺត្រូវតែឲ្យកូនទៅរៀនសាលាឯកជនតែម្ដងបងប្អូនអញ្ចឹងហើយសម្រាប់រដ្ឋ Florida ចានេះតាមយោបល់ខ្ញុំឯណាចាគឺថាល្អសម្រាប់អ្នកដែលមនុស្សចាស់ចូលនិវត្តន៍ចាដែលគាត់អត់មានកូនត្រូវរៀនអីអញ្ចឹងណាចាគឺគាត់មករីថៃគាត់មករស់នៅវាថាគាត់មានលុយរីត្រើតសម្រាប់ចាយវាអញ្ចឹងណាហើយអត់មានកូនសម្រាប់រៀនគឺថាមកនៅរដ្ឋ Florida គឺត្រូវឲ្យបងប្អូនចាគាត់ថាសម្រាប់ខ្ញុំបើចាស់ហើយបានទៅវារៀងយឺតបន្តិចដោយសារតែខ្ញុំចូលចិត្តដាំដំណាំមកបងប្អូនចាអញ្ចឹងហើយពេលដែលយើងចាស់ទៅមានកម្លាំងណាជីកកាប់កោះចាបើសិនជាបានមកពីឥឡូវទៅយើងទិញដីហើយយើងដាំដុះទៅចាដល់ពេលចាស់ទៅយើងអាចទទួលផ្លែទទួលផ្កាចាធ្វើតែស្មៅអីតិចតួចគឺវារួចរាល់អញ្ចឹងណាចាចឹងហើយតម្រាំដល់ពេលចាស់ចាំមើលមិនដឹងទៅណាទៅណីទេចឹងមិនថាចិត្តមនុស្សយើងគឺពិបាកណាស់បងប្អូនអើយចាបានមកនៅកន្លែងនេះហើយនឹកចង់សម័យទៅនៅកន្លែងនោះរបៀបថាអត់ចេះគ្រប់អត់ចេះគ្រាន់អញ្ចឹងណាចាក៏ប៉ុន្តែសម្រាប់មូលហេតុរបស់ពួកខ្ញុំគឺសម្រាប់ការរស់នៅរដ្ឋអូហាយ៉ូគឺថាល្អគ្រប់យ៉ាងមិនថាមនុស្សមិនថាបរិយាកាសតម្លៃផ្ទះក៏ធូរការចំណាយនោះក៏តិចក៏ប៉ុន្តែទៅថ្ងៃមុខបងប្អូនអត់ដឹងថាពេលដែលយើងចាស់ទៅយើងទប់ទល់ជាមួយនឹងអាកាសធាតុត្រជាក់នឹងបានកម្រិតណាទេចាព្រោះដោយសារកន្លងមកខ្ញុំសួរពូមីងអ៊ំដែលគាត់មកនៅមុនហើយគាត់រស់នៅរដ្ឋត្រជាក់ចាពេលដែលគាត់ចាស់ទៅយើងនៅរដ្ឋត្រជាក់វាមានបញ្ហាច្រើនចាគឺឈឺឆ្អឹងឈឺឆ្អែងចាហើយវាថាយើងពិបាកកើបស្នូអីអញ្ចឹងណាចាអញ្ចឹងហើយបានជាដល់ថ្ងៃនេះចាអាយុប៉ុណ្នេះហើយគឺពួកខ្ញុំវាថាអត់ទាន់ដឹងអត់ទាន់នឹងថាពួកយើងនឹងទៅនៅណាទេអញ្ចឹងចាំមើលជាក់ស្ដែងតាមនឹងទៀតបងប្អូនចាអញ្ចឹងមកមើលផ្ទះវិញបងប្អូនអើយមកជួននេះស្អាតស្អាតណាស់ហើយមកជួននេះមិនមែនទូចទេនេះខ្ញុំគិតថាមកជួននេះគឺសិតតែ 4,000 ស្វែហ្វីតជាងហើយនេះផ្ទះនៅកាច់ជ្រុងនេះបងប្អូនមានបាល់កនីមានអីអង្គុយនៅពីមុខផ្ទះទៀតហើយផ្ទះក្នុងភូមិនេះគេទិញហើយគេដាក់ជួល Airbnb ច្រើនណាបងប្អូនចាអញ្ចឹងឥឡូវហ្នឹងគឺថាជនជាតិអាកាំងចាជនជាតិអាស៊ីអីហើយផ្ទះដែលខ្ញុំជួលហ្នឹងគឺម្ចាស់ជាជនជាតិចិនណាចាគឺថាគេទិញហើយគេដាក់ជួល Airbnb ហ្នឹងច្រើនមែនតើហើយសម្រាប់ការជួលផ្ទះ Airbnb ហ្នឹងតាមដែលខ្ញុំសាកសួរព័ត៌មានទៅបងប្អូនមកសិនយើងទិញហើយយើងឲ្យក្រុមហ៊ុនគេអ្នកគ្រប់គ្រងឲ្យបានន័យថាយើងជាម្ចាស់ក៏ប៉ុន្តែយើងត្រូវចាយភាគរយទៅឲ្យខាងក្រុមហ៊ុន agency ចាគឺគេមានក្រុមសម្រាប់មកសម្អាតផ្ទះមើលថែផ្ទះឲ្យយើងមកចប់ចឹងណាគ្រាន់តែយើងជាម្ចាស់ផ្ទះបានប្រហែលភាគរយអីអាហ្នឹងខ្ញុំអត់ច្បាស់ទេក៏ប៉ុន្តែគឺយើងអាចធ្វើអញ្ចឹងបានវាថាយើងអត់មានពេលមកថែទាំយើងអាចទិញឲ្យដូចយើង invest ចឹងតាមពិតបងប្អូនគឺល្អមួយយ៉ាងដែរហើយខ្ញុំក៏ចាប់អារម្មណ៍ជាមួយនឹងការងារនឹងដែរអញ្ចឹងណាគ្រាន់តែថាឥឡូវហ្នឹងគ្រួសារខ្ញុំក៏ធ្វើការតែឯងបងប្អូនអញ្ចឹងហើយវាថាចង់សម្រុកធ្វើម៉េចបងផ្ទះដែលយើងនៅរាល់ថ្ងៃហ្នឹងឲ្យដាច់សិនព្រោះថាផ្ទះរាល់ថ្ងៃនៅរំលោះជាមួយគេនៅឡើយទេបងប្អូនចាគ្រាន់តែវានៅតិចឆ្នាំដែរអញ្ចឹងណាចាអញ្ចឹងហើយបើសិនជាប្រឹងបងដាច់អានឹងចាំគិតទៀតអញ្ចឹងទៅគីឡូថាចាស់ទៅយើងអាចមានលទ្ធភាពចាទិញផ្ទះមួយទៀតអីអញ្ចឹងយើងដាក់ជួលណាចាអញ្ចឹងឥឡូវមកជួលនេះបងប្អូនក៏មានផ្ទះគេដាក់លក់ដែរចាផ្ទះដែលនៅជាប់ផ្ទះដែលខ្ញុំជួលហ្នឹងចាគឺគេលក់តម្លៃ
95,000 បងប្អូនហើយផ្ទះមាន5បន្ទប់គេងចាបន្ទប់ទឹកនោះ4ពេញហើយទំហំបានឡើង2500 square feet បងប្អូននេះនៅមួយជួរនឹងឯងចាហើយគេកំពុងដាក់លក់លើទីផ្សារអញ្ចឹងក៏ប៉ុន្តែមិនមែនមានតែផ្ទះហ្នឹងទេបងប្អូនសំបីជាប្រភេទផ្ទះ town house អីក៏មានដាក់លក់ដែររបៀបថាបងប្អូនដែលចង់ទិញហើយដាក់ជួលក៏ល្អដែរបងប្អូននៅ Florida នេះយើងដាក់ជួល Airbnb ដាច់ណាបងប្អូនអើយចាពេលថ្ងៃសុក្រសៅរ៍អាទិត្យខ្ញុំឃើញមនុស្សចូលមកផ្លាច់ច្រើនមែនតើព្រោះថាអ្នកដែលមកជួលស្នាក់នៅនិងអ្នកដែលគេរស់នៅក្នុងនឹងហ្មងគឺយើងអាចមើលដឹងបងប្អូនតាមរយៈគេហៅថាអីវ៉ាន់ណាអ្នកនៅនឹងគេបើកឡានចូលមកគេអត់មានអីវ៉ាន់សពីងសពងទេតែអ្នកមកលេងគឺថាអីវ៉ាន់សពីងសពងថាខ្ញុំថាគេទេអញ្ចឹងឥឡូវមកមើលមកជួលនេះវិញគឺជាប្រភេទ town house បងប្អូនឃើញហើយចាសំបី town house ក៏គួរឲ្យចង់រស់នៅដែរគ្រាន់ថាជាប្រភេទផ្ទះជាប់គ្នាដូចផ្ទះល្វែងយើងអញ្ចឹងគ្រាន់ថាវាអត់មានច្រើនទេចានេះដូចថាមាន5 6ផ្ទះអញ្ចឹងគេខណ្ឌមកប្លុកអញ្ចឹងទៅចាមាន5 6ផ្ទះគេខណ្ឌដាច់បន្តិចអញ្ចឹងទៅក៏ប៉ុន្តែមកជួលនឹងគឺសិតតែ town house ទាំងអស់ហើយ town house នឹងគឺភាគច្រើនគេទិញដាក់ជួល Airbnb នឹងតែម្ដងបងប្អូនហើយផ្ទះ town house មែនណាក៏ប៉ុន្តែនៅខាងក្រោយផ្ទះគឺសិតតែមាន pool ហើយ pool គេនីមួយសិតតែមាន screen នៅក្នុងភូមិនេះណាចឹងហើយបងប្អូនដែលនៅខាងរដ្ឋផ្សេងក៏តែងតែប្រាប់អ្នក Florida ថាង Florida គឺជារដ្ឋដែលផ្ទះមូលពេញមួយឆ្នាំចាតាមពិតទៅផ្ទះខ្លះគេមិនផ្ទះទេព្រោះថាគេមានជាមួយ screen ជាមួយអីការពារសត្វចឹងណាហើយក៏មានបងប្អូនខ្លះទៀតក៏ថាអូយមិនមកនៅទេ Florida សបោសត្វណាស់ទៅនៅស្រុកខ្មែរវិញស្រុកខ្មែរក៏រដ្ឋក្តៅដែរក៏ប្រទេសក្តៅដែរចាអញ្ចឹងហើយនិយាយពីសត្វវិញគឺថាប្រគួយថ្លែនពោះអីគឺថាមានដូចតែគ្នាហ្នឹងអញ្ចឹងហើយវាមានអីខុសគ្នាក៏ប៉ុន្តែវាថាចង់ទៅនៅណាអានឹងជាការសម្រេចចិត្តរបស់យើងទេបងប្អូនក៏ប៉ុន្តែកុំចូលចិត្តប្រអាប់កន្លែងគេនៅចាយើងចង់ទៅនៅណាយើងទៅនៅនឹងទៅហើយសម្រាប់ខ្ញុំគឺអត់ប្រអាប់ទេបងប្អូនគ្រាន់តែថាអ្វីដែលខ្ញុំឆាយក៏ដូចជាសិក្សាបានពីរដ្ឋនឹងព្រោះថាខ្ញុំមានបំណងមកនៅនឹងដែរខ្ញុំក៏ចែកម្លែកដល់បងប្អូនទៅថាបើសិនជាមកនៅរដ្ឋ Florida បើយើងមានកូនទូចគឺយើងចង់ឲ្យកូនរៀនសាលាល្អត្រូវតែដាក់នៅសាលាឯកជនចាបើសិនយើងមានលទ្ធភាពណាក៏ប៉ុន្តែបើសិនយើងអត់មានលទ្ធភាពយកកូនមករៀនណែគឺថាសាលារៀងអន់តិចបងប្អូនចឹងហើយសម្រាប់រដ្ឋនេះបើសិនពេលយើងចាស់ទៅចូលនិវត្តន៍អាហ្នឹងគឺអាចមករស់នៅបានចាគឺថាវាល្អអាកាសធាតុដូចនៅស្រុកខ្មែរយើងអញ្ចឹងណាចាហើយបើតាមប្តីខ្ញុំវិញគឺគាត់បានឲ្យយោបល់ថាបើសិនជាចាស់ទៅចង់មក retire នឹងមែនគាត់ចង់ឲ្យយើងទិញផ្ទះចាទុកនឹងមួយទៅរួចហើយដាក់ជួល Airbnb ឲ្យក្រុមហ៊ុនគេគ្រប់គ្រងលេងអញ្ចឹងណានៅពេលចាស់ទៅយើង retire គឺយើងមករស់នៅយើងមានផ្ទះយើងនៅតែម្ដងហើយជីចេញមកវិញបងប្អូនអើយឃើញឡានសាយបុជ្រឹកគឺថាអូយឡាននេះខ្ញុំស្រឡាញ់ណាស់បងប្អូនគាត់ថាខ្ញុំស្រឡាញ់ខ្ញុំឃើញស្អាតប្តីខ្ញុំថាដូចធុងសម្រាមចឹងមិនថាសំបែប្តីប្រពន្ធក៏ចិត្តតែដូចគ្នាដែរបងប្អូនអើយចាអូខេចឹងវីដេអូក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចូលមកទស្សនាជាមួយវីដេអូនាងខ្ញុំចាជួបនាងខ្ញុំនៅវីដេអូក្រោយៗទៀតណាចាសូមអរគុណសូមជម្រាបលា